ពេជ្រមូនបាទលោកពេជ្រមូននៅធ្វើការកន្លែងហ្នឹងគឺថាលោកបានជូនមើលកន្លែងដែលត្រូវធ្វើផែនការប្រជុំយ៉ាងម៉េចការប្រជុំសម្ងាត់បែបចំហបែបយុទ្ធសាស្ត្រជាគោលការណ៍គោលដៅក្នុងសន្តិសុខជាតិអាមេរិកយ៉ាងម៉េចហ្នឹងគឺថាយើងមានសំណាងដែលយើងមានពលខ្មែរក្រីក្រមួយនៅខេត្តកំពង់ឆ្នាំងហើយនៅពេលដែលមានជាប់ជើងទឹកជើងអាកាសហ្នឹងគឺថាគាត់បានចូលធ្វើជាបុគ្គលិកយោធានៅទីនោះក្នុងផ្នែកយុទ្ធសាស្ត្រក្នុងផ្នែកសរសេរគោលនយោបាយយោធាសន្តិសុខជាតិហ្នឹងចឹងហើយយើងឃើញថាគេមានរបៀបធ្វើការរបស់គេដែលធ្វើឲ្យយើងអាចដឹងថាផែនការសន្តិសុខជាតិបែបណាយុទ្ធសាស្ត្រយោធាទាហានបែបណាជើងទឹកជើងគោកជើងអាកាសស្អីនោះគឺថាធ្វើឲ្យខ្ញុំមានការនឹកគិតទៅដល់សន្តិសុខជាតិនៃប្រទេសកម្ពុជាបាទលោកវិសាឥឡូវនេះលោកស្រាប់ថាបរិបទពិភពលោកសពថ្ងៃនេះកំពុងស្ថិតនៅក្នុងកម្ដៅនៃសង្គ្រាមពាណិជ្ជកម្មបាទការឡើងពុនបណ្ដាប្រទេសគឺជាប្រទេសចិនក៏ដូចជាប្រទេសកម្ពុជាវៀតណាមឬក៏ប្រទេសផ្សេងៗទៀតនៅលើពិភពលោកសម្រាប់លោកវិញតើលោកមានអនុសាសន៍យ៉ាងម៉េចដល់ប្រទេសកម្ពុជាពាក់ព័ន្ធនឹងបញ្ហានៃការជជែកពិភាក្សាការស្វែងរកការបន្តពីសហរដ្ឋអាមេរិកឬខ្ញុំតែងតែធ្វើកិច្ចសម្ភាសជារឿយហើយសូម្បីតែកម្ពុជាដៃលីក៏បានធ្វើការសម្ភាសបានម្ដងដែរតាំងពីមានបញ្ហាយកអត្រាពន្ធគយឡើងរហូតដល់ 49% ហើយនឹងអ្នកកសែតជាតិអន្តរជាតិហ្នឹងគឺថាខ្ញុំតែងតែបង្ហាញអ្វីជាការបំពេញឲ្យគ្នានៅពេលដែលកម្ពុជាជួបនៅវិបត្តិពន្ធគយយ៉ាងធ្ងន់ធ្ងរបែបនេះនៅក្នុងប្រទេសអាស៊ានហ្នឹងគឺថាកម្ពុជាមានពន្ធគយខ្ពស់ជាងគេលំដាប់ទី1គឺ 49%ចឹងក្នុងនាមជាបកក្រៅរដ្ឋាភិបាលយើងអត់មានអីក្រៅពីបង្ហាញនៅពីហុគំនិតបង្ហាញនៅចក្ខុវិស័យបែបណាដើម្បីជួយជំរុញឲ្យបកកណ្ដាលអំណាចព្រោះជាទូនាទីបកកណ្ដាលអំណាចរដ្ឋាភិបាលគាត់អាចយកការដែលយើងបង្ហាញអំពីកលឹះយ៉ាងណាដែលសហរដ្ឋអាមេរិកគេបានប្រមានទាំងទណ្ឌកម្មប្រមាននៃការថ្កោលទោសផ្នែកលទ្ធិជាតិតៃសិទ្ធិមនុស្សដែលគេជួបរយៈពេល5ឆ្នាំពីឆ្នាំ2020មកហើយយើងដឹងហើយថា GSP ប្រព័ន្ធអនុគ្រោះនេះតាំងពីឆ្នាំ1997មកដល់ឆ្នាំ2020យើងមានរយៈពេល27ឆ្នាំគឺថាយើងមានតំណែងសពសារពើសង្វាក់ផលិតកម្មនាំចូលពីស្រុកខ្មែរមកសហរដ្ឋអាមេរិកក៏ឆ្នាំ2024នេះយើងមានទំហំទឹកប្រាក់ដល់ទៅ$8,000 លានសហរដ្ឋអាមេរិកបើយើងប្រៀបទៅប្រទេសចិនប្រៀបទៅប្រទេសយួនប្រទេសថៃគឺខុសគ្នាឆ្ងាយណាស់នៃតំណែងសពសារពើដែលនាំចូលមកអាមេរិកចឹងហើយយើងកម្ពុជាខ្លួនឯងនេះត្រូវគិតថាតើគណៈកម្មការចំពោះកិច្ចដែលត្រូវបានបង្កើតឡើងដឹកនាំដោយលោកចောင်းប្រសិទ្ធដឹកនាំដោយលោកស៊ុនច័ន្ទថុលឧបនាយករដ្ឋមន្ត្រីហើយនិងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចោមនិមលហ្នឹងតើបានធ្វើផែនការបែបណាឲ្យបង្ហាញគេថាហេតុអីបានជាកម្ពុជាឡើងពន្ធគយខ្ពស់ក្នុងកម្រិត 49% តើមានកំហុសខុសឆ្គងបែបណាអាចកំបាំងបែបណាទាក់ទងទៅនឹងកូតានាំចេញឬក៏អំពើពុករលួយបែបណាហើយនឹងការអាចមានការចោទប្រកាន់ថាតើមានលក់អាជ្ញាប័ណ្ណ license នោះសម្រាប់នាំចេញទំនិញដោយដែលអាមេរិកគេចោទប្រកាន់ទៅប្រទេសយួនដែលយកទំនិញចិននឹងចូលតាមប្រទេសយួនហើយប្រើពាក្យ Made in Vietnam ចូលមករកស៊ីលក់ដូរនៅស្រុកអាមេរិកអញ្ចឹងយ៉ាងណាមិញកម្ពុជាវាអាចមានករណីចោទប្រកាន់បែបហ្នឹងឬក៏យ៉ាងណាយើងឃើញថាក្រសួងគណៈកម្មការពាណិជ្ជកម្មសភាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែលមានទីតាំងនៅកម្ពុជាហ្នឹងក៏កាត់បានបង្ហាញចឹងហើយអានេះវាជារឿងរដ្ឋាភិបាលប៉ុន្តែយើងជាបកក្រៅរដ្ឋាភិបាលយើងមានគំនិតមានចក្ខុវិស័យបែបណាមានកលឹះបែបណាតាក់ទងទៅនឹងការជួយបំពេញឲ្យគ្នាមិនមែនជាការជន់ឈ្លីគ្នាចំនួននយោបាយបុគ្គលនិងបុគ្គលក្នុងពេលនេះទេព្រោះអ្វីដែលរងទុកគឺប្រជារាស្ត្រហើយនិងប្រទេសជាតិបាទ